ដោយសារតែមានចម្ងល់ហើយនឹងឆ្ងល់ពីបងប្អូនមួយចំនួនណាគាត់ឆ្ងល់ថាទីតាំងមួយនេះនៅណាហើយវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនមកដឹងប្រវត្តិខ្លះៗអំពីទីតាំងមួយនេះនៅទីនេះគឺគេហៅថាវត្តបញ្ញាធំវត្តនេះដែរគឺបានកសាងនៅក្នុងរាជធានីភ្នំពេញតែម្ដងនៅក្នុងសង្កាត់ក្រាំងក្នុងណាបងប្អូនអញ្ចឹងបងប្អូនដែលនៅក្នុងសង្កាត់ក្រាំងក្នុងប្រកាសជាស្គាល់ហើយវត្តមួយនេះតែបងប្អូនភាគច្រើនប្រហែលជាអត់ទាន់ស្គាល់វត្តមួយនេះទេកំពុងតែល្បីហើយនឹងផ្ទុះការឆ្ងល់មែនតែនថាហេតុអីបានជាគេសាងសង់មើលទៅដូចនៅចិនអញ្ចឹងហើយបើនិយាយទៅគឺខ្ញុំបានទៅដល់ទីតាំងនេះច្រើនដងដែរហើយបងប្អូនក៏បានជួបជាមួយចៅអធិការហើយនឹងក៏បានសួរព័ត៌មានខ្លះៗអំពីការសាងសង់វត្តនេះសួរថាហេតុអីបានជាគាត់សាងសង់វត្តនេះនៅលើទឹកដីខ្មែរហើយបងប្អូនដឹងទេចៅអធិការនៅទីនេះគឺជាជនជាតិតៃវ៉ាន់តែម្ដងហើយតាមតែខ្ញុំដឹងចៅអធិការនៅទីនេះគាត់គឺជាអតីតមហាសេដ្ឋីនៅឯប្រទេសតៃវ៉ាន់ខ្ញុំបានសួរគាត់ច្រើនដែរថាហេតុអីបានជាគាត់ចង់មកសាងសង់វត្តនៅលើទឹកដីខ្មែរហើយបើគិតពីរយៈពេលនៃការសាងសង់វត្តនេះគឺយូរឆ្នាំដែរណាបងប្អូនដល់ឥឡូវចូល10ឆ្នាំជាងហើយវត្តនេះក៏អត់ទាន់បានសាងសង់រួចរាល់ជាស្ថាពរ 100% ដែរវត្តនេះសាងសង់មកដល់ឥឡូវជាង10ឆ្នាំហើយប៉ុន្តែបើនិយាយទៅគឺស្ថានភាពបច្ចុប្បន្នហ្នឹងគឺទៅតែរួចរាល់បានខ្ទង់ 75% អីទេនៅសល់ការងារមួយចំនួនទៀតអត់ទាន់រួចរាល់ជាស្ថាពរឯងបងប្អូនខ្លះគាត់ឆ្ងល់ថាចៅអធិការគាត់បានលុយមកពីណាយកមកសាងសង់វត្តធំសម្បើមយ៉ាងណាតាមតែខ្ញុំដឹងលុយដែលយកមកសាងសង់វត្តនេះគឺជាការលក់ទ្រព្យសម្បត្តិរបស់គាត់យកមកធ្វើវត្តនេះទាំងអស់ហ្មងណាបងប្អូនហើយនៅនេះចម្លែកត្រង់ថាចៅអធិការហើយនឹងលោកទាំងអស់សុទ្ធតែជាលោកស្រីខ្ញុំមិនដឹងគេនិយាយហៅថាម៉េចទេប៉ុន្តែសុទ្ធតែជាស្រីហ្មងណាបងប្អូនដែលភាសាលោកគេហៅថាភក្ខុនីហើយនៅក្នុងវីដេអូនេះក៏មានលោកដែលគាត់កំពុងតែត្រួតពិនិត្យទៅលើការងារទ្វារហើយទ្វារនេះសួរថាខាងណាអ្នកក្រុមហ៊ុនខាងខ្ញុំអ្នកធ្វើតែម្ដងដោយសារតែយើងជាអ្នកធ្វើទ្វារឲ្យគាត់ចឹងហើយបានយើងដឹងអំពីរឿងរ៉ាវហើយនឹងប្រវត្តិខ្លះៗអំពីវត្តមួយនេះមកជួបចៅអធិការច្រើនដងនៅក្នុងការសិក្សាហើយនឹងការឡើងរចនាប្លង់រចនាម៉ូដអីហ្នឹងជូនដល់លោកហើយលោកនៅទីនេះគឺ20អង្គជាងហើយសុទ្ធតែជាស្រីបងប្អូនអ្វីដែលសំខាន់ណាគឺឆាន់តែម្ហូបបួសទេហើយមានបងប្អូនខ្លះគាត់មកតាំងសមាធិនៅនេះហើយអ្នកខ្លះក៏គាត់មកលេងអីអញ្ចឹងណាហើយអ្នកដែលគាត់យកអវ៉ាន់មកប្រគេនលោកគឺភាគច្រើនគាត់យកតែរបៀបលក្ខណៈដូចជាផ្លែឈើបន្លែស្រស់ឬក៏ទឹកសុទ្ធហើយនឹងអង្ករអីទេហើយនៅវត្តបញ្ញាធំនេះដែរគឺគាត់ទទួលអ្នកដែលមានវិបត្តិផ្លូវចិត្តឬក៏គេហៅថាអ្នក depression ណាបងប្អូនអាចមកតាំងសមាធិអាចមកស្នាក់នៅទីនេះបានប៉ុន្តែអ្វីដែលសំខាន់គឺទទួលតែស្រីទេប្រុសគឺអត់ទទួលឲ្យស្នាក់នៅទេប៉ុន្តែប្រុសក៏អាចចូលទៅលេងចូលទៅមើលឬក៏ទៅសមាធិបានប៉ុន្តែដល់ពេលល្ងាចឡើងគឺត្រូវចេញវិញអញ្ចឹងណាហើយបើសិនជាបងប្អូនចង់ទៅលេងគឺអាចទៅបានចន្លោះពីម៉ោង 7 កន្លះព្រឹកទៅដល់ម៉ោង 5 ហើយបើសិនជាបងប្អូនចង់ទៅសមាធិគេមានម៉ោងសមាធិអញ្ចឹងណាបងប្អូនមួយវិញទៀតខ្ញុំបានសួរអធិការថាបានជាវត្តនេះធ្វើសាងសង់ឡើងប្រើសិតតែជាថ្មភ្នំធ្វើជាជញ្ជាំងផ្លូវដើរទាំងអស់ក៏សិតតែជាថ្មភ្នំដែរបងប្អូនថ្មភ្នំនេះអត់មានយកពីណាមកឆ្ងាយទេគឺនៅក្នុងប្រទេសកម្ពុជាយើងនឹងតែម្ដងដូចជាយកពីខេត្តកញ្ចេះមកគាត់ប្រាប់ខ្ញុំថាដោយសារតែគាត់ប្រើថ្មភ្នំយកមកធ្វើជាជញ្ជាំងធ្វើជាផ្លូវក្រាលអីនៅបាតអីទាំងអស់ហ្នឹងគឺគាត់ចង់ឲ្យវត្តនេះគឺមានសភាពរឹងមាំយូរអង្វែងតចំនួននិយាយទៅអវ៉ាន់ដែលគាត់យកមកប្រើសិតជារវ៉ាន់ដែលអាចទុកបានយូរឆ្នាំគាត់ថាវាមិនមែនជាកម្មសិទ្ធិរបស់គាត់ទេប៉ុន្តែគឺជាកម្មសិទ្ធិរបស់មនុស្សរាល់គ្នាដែលចង់មកលេងចង់មករំសាយអារម្មណ៍ឬក៏មកសមាធិនៅទីនេះ